តា CIA មានព័ត៌មានសម្ងាត់អំពីផែនការវាយប្រហារ NATO ឬប្រធាន CIA ធ្វើដំណើរទៅមូស្គូជាបន្ទាន់ដើម្បីព្រមានពូទីនការធ្វើដំណើរដ៏សម្ងាត់របស់ប្រធាន CIA លោក John Ratcliffe ទៅកាន់ទីក្រុងមូស្គូអាចមានគោលបំណងព្រមានលោកពូទីនកុំឲ្យចាប់ផ្ដើមការវាយប្រហារដ៏គ្រោះថ្នាក់ប្រឆាំងនឹងអង្គការ NATO ខណៈអ្នកជំនាញកំពុងមានការបារម្ភអំពីគម្រោងរបស់រុស្ស៊ីសូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបាននូវព័ត៌មានថ្មីៗជុំវិញពិភពលោកសូមអរគុណនេះជាលើកដំបូងចាប់តាំងពីលោកពូទីនចាប់ផ្ដើមសង្គ្រាមនៅអ៊ុយក្រែនដែលប្រធាន CIA ត្រូវបានគេរាយការណ៍ថាបានទៅកាន់ប្រទេសរុស្ស៊ីជាសាធារណៈលើកចុងក្រោយគឺនៅខែវិច្ឆិកាឆ្នាំ2021នៅពេលប្រធាន CIA លោក William Burns បានធ្វើដំណើរទៅព្រមានលោកពូទីនកុំឲ្យវាយប្រហារអ៊ុយក្រែនរហូតមកដល់ពេលនេះទាំងសហរដ្ឋអាមេរិកនិងរុស្ស៊ីមិនបានចេញសេចក្តីប្រកាសជាផ្លូវការអំពីដំណើររបស់លោក Ratcliffe ទេទោះជាយ៉ាងណាភាពបន្ទាន់របស់ដំណើរនេះបានបង្កឲ្យមានការសង្ស័យជាច្រើនការធ្វើដំណើរនេះកើតឡើងខណៈមានការអះអាងគួរឲ្យព្រួយបារម្ភថាស្ថាប័នស៊ើបការសម្ងាត់អាមេរិកបានទទួលព័ត៌មានថាទីក្រុងមូស្គូអាចកំពុងត្រៀមធ្វើការកេណ្ឌកងទ័ពទ្រង់ទ្រាយធំនិងអាចមានផែនការប្រឈមមុខជាមួយ NATO អ៊ុយក្រែនបានប្រមានអស់រយៈពេលជាច្រើនសប្តាហ៍មកហើយថាលោកពូទីនកំពុងបង្កើនល្បឿនដើម្បីបញ្ជូនទាហានប្រមាណ 30,000 នាក់ទៅកាន់សមរភូមិនិងព្យាយាមដណ្ដើមយកទឹកដីបន្ថែមស្ថាប័នស៊ើបការសម្ងាត់អាមេរិកក៏ទទួលបានព័ត៌មានស្រដៀងគ្នាដែលអាចជាមូលហេតុជំរុញឲ្យលោក Ratcliffe ធ្វើដំណើរទៅមូស្គូក្នុងដំណើរដ៏សម្ងាត់នេះមានការអះអាងផងដែរថា CIA បានរកឃើញព័ត៌មានអំពីផែនការរបស់រុស្ស៊ីដែលអាចមានគោលបំណងសាកល្បងការរួបរวมនិងការឆ្លើយតបរបស់ NATO នៅតំបន់បាល់ទិកនៅប៉ុន្មានខែខាងមុខនេះអតីតអនុប្រធានទីភ្នាក់ងារស៊ើបការជាតិអាមេរិកលោកស្រី Beth Shanner បានលើកឡើងថាលោក Ratcliffe ប្រហែលជាបានផ្ញើសារទៅកាន់រុស្ស៊ីក្នុងន័យថាយើងដឹងថាអ្នកកំពុងគិតចង់ធ្វើអ្វីហើយអ្នកមិនគួរបន្តវាឡើយអតីតសមាជិកសភាអង់គ្លេសនិងជាអ្នកនិពន្ធសៀវភៅស្ដីពីសង្គ្រាមនៅអ៊ុយក្រែនលោក Bob Seeley ក៏យល់ថាមូលហេតុសំខាន់មួយនៃដំណើរនេះអាចជាការដែលសហរដ្ឋអាមេរិកចង់ផ្ញើសារព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់លោកពូទីនលោកបាននិយាយថា CIA ប្រហែលជាចង់ប្រាប់លោកពូទីនថាកុំធ្វើអ្វីដែលល្ងង់ខ្លៅនៅតំបន់បាល់ទិកព្រោះយើងក៏បានត្រៀមខ្លួនរួចហើយលោកបានបន្ថែមថាប្រសិនបើ CIA ឈានដល់ថ្នាក់ធ្វើដំណើរទៅប្រាប់លោកពូទីនដោយផ្ទាល់នោះវាគឺជារឿងដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងការធ្វើដំណើររបស់លោក Ratcliffe ក៏ជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីព្រោះប្រធាន CIA មិនបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូអស់រយៈពេល75ឆ្នាំមកហើយលើកចុងក្រោយគឺនៅឆ្នាំ2021គឺប្រមាណ3ខែមុនពេលរុស្ស៊ីបើកការលុកលុយពេញទំហឹងលើអ៊ុយក្រែនពេលនោះលោក William Burns បានព្រមានលោកពូទីនដោយផ្ទាល់ថាការវាយប្រហារទ្រង់ទ្រាយធំនឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ីនិងលោកផ្ទាល់លោកក៏បាននិយាយថាអាមេរិកបានដឹងអំពីផែនការរបស់រុស្ស៊ីហើយបានអំពាវនាវឲ្យលោកពូទីនបញ្ឈប់ការលុកលុយប៉ុន្តែការព្រមាននោះមិនអាចរារាំងលោកពូទីនបានឡើយហើយរុស្ស៊ីបានបញ្ជូនកងទ័ពចូលអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022អតីតមេបញ្ជាការកងទ័ពអង់គ្លេសលោក Hamish de Bretton Gordon បានកត់សម្គាល់ថានៅឆ្នាំ2021ការព្រមានរបស់លោក Burns មិនបានធ្វើឲ្យលោកពូទីនផ្លាស់ប្ដូរចិត្តឡើយប៉ុន្តែស្ថានភាពបច្ចុប្បន្នអាចមានភាពខុសគ្នាលោកបានពន្យល់ថាក្នុងរយៈពេល5ឆ្នាំកន្លងមកអឺរ៉ុបបានបង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំងនិងចំណាយថវិការាប់ពាន់លានដុល្លារដើម្បីពង្រឹងការការពារតាមការវិភាគរបស់លោករុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាមខណៈកងទ័ពអឺរ៉ុបនិងអាមេរិកនៅតែរក្សាសមត្ថភាពសំខាន់របស់ខ្លួនកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីស្វែងរកសន្តិភាពនៅអឺរ៉ុបកន្លងមកពឹងផ្អែកយ៉ាងខ្លាំងលើលោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោក Trump ប៉ុន្តែអ្នកទាំងពីរមិនមានបទពិសោធន៍យោធាឬបទពិសោធន៍ផ្ទាល់ក្នុងចំនួនប្រដាប់អាវុធច្រើននោះទេលោក Hamish យល់ថាការដែលអាមេរិកប្រើប្រាស់ប្រធាន CIA ក្នុងស្ថានភាពនេះគឺជាសញ្ញាបង្ហាញថារដ្ឋាភិបាលអាមេរិកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព័ត៌មានស៊ើបការថ្មីរបស់រុស្ស៊ីលោកបាននិយាយថានេះជារឿងមិនធម្មតានិងមិនកើតឡើងញឹកញាប់ទេដូច្នេះវាអាចបង្ហាញថាសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធនិងប្រមានរុស្ស៊ីយ៉ាងច្បាស់អំពីផលវិបាកប្រសិនបើរុស្ស៊ីសម្រេចចិត្តធ្វើសកម្មភាពយោធាថ្មីអ្នកនាំពាក្យវិមានក្រំឡាំងលោក Dmitry Peskov បានបញ្ជាក់ថាលោក Ratcliffe មិនបានជួបលោកពូទីនទេ
ហើយកិច្ចពិភាក្សាដែលបានធ្វើឡើងគឺរវាងមន្ត្រីស្ថាប័នស៊ើបការសម្ងាត់របស់ប្រទេសទាំងពីរសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះសន្យាថានឹងនាំមកនៅព័ត៌មានថ្មីៗនៅពេលក្រោយទៀត